mà mơ hiệp trong càng nghĩ được khang được hít đòn sai mấy xuân mùa sẽ đánh tới để cố áp bia ta sẽ làm hero ấy hụi hòa có bàn tay nhom tục ram hero từ để xa tại nhom mặt toàn handover hụi nhom thử ca check up nơi ấy tiền xin đôi chia cái cái bọc đôi nơi lư mà ở khẻn bài đôi ấy chẳng là vì nơi vì thái chiên quạt phơ ao giờ sặc rồi thì tôi chẳng á chẳng khang để có thời ta fix bộ bộ nặng ao nhom để cho này háo bàn vì toàn háo pin linh tại mặt đòn thì hai đại man khơi ní chia sập paper tục tim muối đại dân đa cho sầm đào màu tập bồn lang đóคือchia tập bồn chà sập paper tập bồnคือไปยูbài tờ khang kia đối đại bạn khơiក្នុងវីដេអូចឹងនៅនឹងមាន3បន្ទប់គេងចាទំហំធំជាងនៅខាង Weston ទាំងអស់មាន3បន្ទប់គេង2មានបន្ទប់ទឹករួមហើយនិង master bedroom បន្ទប់ទឹកនៅខាងក្នុងខ្ញុំដេកនេះចាញ់ជាលក្ខណៈប្រភេទ white ដូចជប៉ុនអញ្ចឹងណាបានឃើញក្នុងវីដេអូហ្នឹងអញ្ចឹងខែគេងអីមានលក្ខណៈទីទៅដីអញ្ចឹងសម្រាប់អ្នកដែលចូលចិត្តបែបជប៉ុនអីមិននៅហ្នឹងគឺត្រូវហ្មងហើយចំពោះបន្ទប់ទី2នេះវិញចាគឺមានbalcony ចេញទៅក្រៅយ៉ចាសម្រាប់អ្នកដែលចង់បានយកមុខចេញទៅក្រៅគឺជ្រើសរើសយកបន្ទប់ហ្នឹងគឺត្រូវព្រោះវាមានយកខាងមុខហ្នឹងគេចេញចូលទៅខាងបន្ទប់ living room បានបន្ទប់ទទួលភ្ញៀវតុកទៅហ្នឹងអាចវាយ laptop អីយើងធ្វើការតិចតួចអីនៅហ្នឹងបានហើយក៏យើងធ្វើជាតុកសម្អាងក៏បានចំណុចល្អនៅ The Peak នេះគឺខាងយកមុខវាមានភាពធំទលាយអញ្ចឹងយើងអាចយកប្រើប្រាស់វាមកធ្វើជាកន្លែងឈៀលអញ្ចឹងបានហើយនេះគឺ master bedroom ហើយដែលមានបន្ទប់ទឹកនៅខាងក្នុងហ្នឹងចំណុចល្អរបស់បន្ទប់ទឹកនៅ The Peak Master ហ្នឹងគឺឃើញមានបំពង់ផ្លុំសក់ unit condo នៅនេះក៏គេរៀបចំជារបៀប hotel ដែរព្រោះសង្កេតឃើញថាសូម្បីតែចរៅយើងមានភាពធំទលាយហើយមានម៉ាស៊ីនត្រជាក់ទៀតការរចនាប័ទ្មតាំងពីផ្លូវដើរចូលលេងហ្នឹងគេធ្វើមកជាប្រភេទរបៀបដូចនៅ hotel អញ្ចឹងហើយនៅក្រោយខ្នងខ្ញុំហ្នឹងអាហ្នឹងតុកសម្អាងមានកញ្ចក់ហ្នឹងណាហើយតុកដែលខ្ញុំអង្គុយហ្នឹងអាហ្នឹងយើងអាចអង្គុយលេងរឿងអង្គុយចុចកុំព្យូទ័រធ្វើការអីបានបន្ទប់នឹងរៀងធំងាកមកមើលបន្ទប់ទទួលភ្ញៀវម្ដងបន្ទប់ទទួលភ្ញៀវមានទូទួលមួយ master bedroom ក៏មានទូមួយដែរសុំនិយាយចំណុចអន់មកចំណុចចោះទើសអាធុងម៉ាស៊ីនត្រជាក់ហ្នឹងមែនហ្មងណាកន្លែងយកមុខខ្ញុំទើសបដ ாய் តែអត់មានវិធីសាស្ត្រលាក់ទេ space សម្រាប់តម្លើងធុងម៉ាស៊ីនត្រជាក់គឺត្រូវតែនៅកន្លែងហ្នឹងហ្មងវាអត់ដូចនៅ project គេផ្សេងៗតែអ្វីដែលចំណុចល្អនៅកន្លែងបន្ទប់ទទួលភ្ញៀវហ្នឹងអង្គុយបានច្រើនគ្នាពីព្រោះអី space សម្រាប់ unit មួយហ្នឹងគឺមានទំហំធំទលាយចង់និយាយថាទូទួល75 អ៊ីងណាដូចទីធើបដ ாய் មែនអត់មិនបាច់ទៅមើលកុនអីទេជួលបន្ទប់ដេកនៅហ្នឹងគឺមើលដូចមើលកុនទូវាធំមិនយ៉ាប់ណាគេចង់ញ៉ាំបាយអង្គុយញ៉ាំបាយនៅតុទៅណាគេចង់អង្គុយផឹកនៅពុកទូចង់និយាយថាផឹកទឹកផឹកកូកាអីណាតិចច្រឡំទៅគិតទៅផឹកគ្រឿងស្រវឹងអីអត់ទេយើងឆុងតែយើងផឹកតែផឹកអីចឹងនិយាយគ្នាភាសារឿងការងាររបស់សរសីអញ្ចឹងណាចាហើយនេះផ្លូវចេញមកជិះចដៅយន្តគេហ្នឹង4ប្រអប់ធំហ្មងអានេះគឺនៅអាគារ Phase 1 ភ្លេចប្រាប់ចាហើយសម្រាប់អាគារនេះដែរក៏វាមានភាពធំទលាយចដៅយន្តវាហ្នឹងណាហើយមានម៉ាស៊ីនត្រជាក់ទៀតហ្នឹងចំណុចល្អរបស់គេចំណុចល្អមួយទៀតហ្នឹងគឺគេបំពាក់កាមេរ៉ា security គ្រប់ទីតាំងដូច្នេះហើយយើងកុំបារម្ភអំពីបញ្ហាអីផ្សេងសោះពីពួកអី security នេះគឺវាល្អហ្នឹងឥឡូវមកដល់ជាន់ទី5មកយកឡានសូម្បីតែចំណតឡានគេក៏មានភាពធំទលាយដែរដូចបានឃើញអញ្ចឹងណាតែវាឡើងមកវិល5ជុំរៀងវិលមុខអីដែរប៉ុន្តែកន្លែងចតអត់ខ្វះវីដេអូហ្នឹងមានតែប៉ុណ្្នឹងថ្ងៃនេះមកដូចត្រង់រៀងសាបតិចហើយអត់មានអីច្រើនទេគ្រាន់ថាមកឆែកមើលបន្ទប់នៅ The Peak បន្តិចតែជាក់ស្ដែងអត់ទាន់ 100% handover ឡើយទេសក់ឡើងទៅធ្វើគាត់តែមកឆែកអាប់ថាត្រូវមានអីប្រាប់ទៅខាងដែលគាត់ដើម្បីឲ្យគាត់រៀបចំបន្ថែមនៅចំណុចខ្វះខាតតិចតួចរបស់គាត់អញ្ចឹងវីដេអូអត់មានអីទេមានតែប៉ុណ្្នឹងឥឡូវរៀបចំធ្វើដំណើរទៅផ្ទះវិញហើយដូចជាធ្លាប់បានប្រាប់ដែរមែនទេថាផ្លូវ The Peak ចុះទៅហ្នឹងគឺវាមានចំនួន5ជាន់យើងវិលមកជុំណា5ជាន់ដល់ជាន់ចតឡានពេលយើងចុះទៅវិញគឺមានផ្លូវតែមួយនឹងដូចគ្នាចុះហើយនឹងឡើងគឺមានតែផ្លូវហ្នឹងឯងហើយក៏សូមអរគុណដល់ទាំងអស់គ្នាដែលចំណាយពេលទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាទាំងអស់គ្នានឹងជួយគាំទ្រនៅវីដេអូដែលរីវីធ្វើកន្លងមកហើយសង្ឃឹមថាជួយ share ជួយ like ជួយ subscribe channel YouTube ម្នាក់មួយផងដើម្បីឲ្យថ្ងៃក្រោយទៅនឹងមានកម្លាំងចិត្តធ្វើវីដេអូបន្ថែមហើយអាប់ដេតពីព័ត៌មានពាក់ព័ន្ធជាមួយនឹង condo គ្រប់ទីតាំងទាំងអស់មិនបានន័យថាធ្វើទៅប្រហែល condo ដែលបានបង្ហាញហ្នឹងឯងសង្ឃឹមថាថ្ងៃក្រោយទៀតនឹងមាននៅវីដេអូថ្មីដែលនាំនៅព័ត៌មានល្អទៅឲ្យអ្នកទស្សនាបានយល់ដឹងហើយយើងយល់ដឹងទាំងអស់គ្នាចាសូមអរគុណហើយសង្ឃឹមថាជួយ follow ម្នាក់មួយណាជួយ follow Facebook ហើយនឹង follow YouTube សុំទោស subscribe channel YouTube Riri Review ចុចមើលទៅឃើញហើយ Facebook Riri for Living សូមជួយចុច like ម្នាក់មួយហើយសូមជួយ share ហងបើសិនជាវីដេអូនឹងមានប្រយោជន៍ដល់ទាំងអស់គ្នាដែលអនាគតទៅចង់រស់នៅ condo ជីវិតបែបស៊ីវិល័យចាសូមអរគុណដែលបានព្យាយាមទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ចាសង្ឃឹមថានឹងមានអ្នកជួយគាំទ្របន្តទៀតចាអរគុណបាយបាយ